តោះជំរាបសួរបងប្អូនយើងដែលធ្លាប់មើលវីដេអូខ្ញុំពីមុនមកហើយបងប្អូនដែលធ្លាប់ subscribe អូខេហើយថ្ងៃនេះយើងចូលមកមេរៀននៃការបង្កើតឬក៏ការបង្កើត YouTube ហើយយើង upload វីដេអូចូលទៅក្នុង YouTube អញ្ចឹងតើតើនឹងក្នុងការ upload YouTube យើងត្រូវមានតិចក្នុងការបើ upload ចូលដូចជាយើងត្រូវមាន thumbnail មានចំណងជើងមាន description មានអីទៅ description ការរៀបរាប់វីដេអូហ្នឹងហើយមាន hashtag វាមានអីទាំងអស់តើតើក្នុងហ្នឹងហើយសម្រាប់បងប្អូនដែលអត់ទាន់ subscribe channel របស់ខ្ញុំទេជួយ subscribe ម្នាក់មួយមកហើយដាក់សញ្ញាកណ្ដឹងហើយសម្រាប់រាល់ចម្ងល់ទាំងអស់បើសិនបងប្អូនមានចម្ងល់អីតើតើនឹងវីដេអូរបស់ខ្ញុំអត់ទាន់ខ្វះកន្លែងណាមួយបងប្អូនអាច comment សួរមកខ្ញុំនឹងបញ្ជាក់បន្ថែមតាមរយៈការធ្វើវីដេអូឬក៏តប comment ក្នុងឥឡូវកុំឲ្យខាតពេលយូរតើតើនឹងការធ្វើ YouTube នេះយើង upload វីដេអូយើងក៏ត្រូវមានការរៀបចំ thumbnail តាមអីតើតើនឹងរូបភាពដែលនៅលើផ្ទាំងនៅលើវីដេអូយើងហ្នឹងដើម្បីឲ្យវាទាក់ទាញអញ្ចឹងណាបងប្អូនឥឡូវយើងចូលទៅក្នុងវីដេអូរបស់យើងចូលទៅក្នុង computer របស់យើងអញ្ចឹងតើតើនឹងវីដេអូនេះគឺយើងចោតវីដេអូមុនហើយសម្រាប់បងប្អូនដែលអត់ទាន់មើលវីដេអូពីមុនមួយតើតើនឹងការបង្កើត Gmail វីដេអូមកយើងមកធ្វើ YouTube ហើយការរៀបចំsetting នៅក្នុង YouTube ហើយដាក់រូបភាពដាក់អីទាំងអស់ហ្នឹងបងប្អូនអាចចូលទៅមើលក្នុង channel ឡើងបានហើយជួយ subscribe ម្នាក់មួយទៅយើងមានលម្អិតទាំងអស់ពីទី1ដល់ទី2ទី3យើងទៅពីដំបូងមកហើយបងប្អូនអាចចូលទៅមើលប្រហែលអារោមើលពេកចុចមើលក្នុងនឹងនេះទៅdescription ខាងខ្ញុំដាក់ដែរបងប្អូនអាចចូលទៅមើលបានហើយយើងចូលទៅក្នុងអេក្រង់កុំព្យូទ័ររបស់យើងឥឡូវយើងមកដល់ទីនេះគឺអានេះ channel របស់យើងអត់ទាន់ធ្វើអីសោះយើង search អីក៏អត់ទាន់មើលទាំងអស់យើងនៅទាំងអស់អញ្ចឹងយើងងាកមកខាងស្ដាំដៃមកយើងចូលមកខាងនេះខាង logo របស់យើងនេះធម្មជាតិរបស់យើងនេះឬក៏រូបភាពរបស់យើង channel យើងបង្កើតមុនដើម្បីផុសតើតើការធម្មជាតិទឹកហូរទឹកធ្លាក់អញ្ចឹងណាហើយអានេះយើងចុចទៅមក studio YouTube studio មកយើងចូលមកក្នុងនោះដើម្បីមក upload វីដេអូរបស់យើងចេះ channel នេះថ្មីចេះបងប្អូនណាអត់មានអីសោះថ្មីចេះនេះយើងក៏ទុកធ្វើជូនវីដេអូជូនបងប្អូនទេហើយតើតើក្នុងការ upload វីដេអូយើង upload តាមនេះបាននេះ upload វីដេអូឬខំមកខាងនេះបងប្អូនមើលតាម upload មកខាងនេះ upload វីដេអូនេះតើតើនឹងការ go live យើង live ដូច Facebook ដែរដូចអីចឹងហើយអានេះ create វាមានច្រើន upload វីដេអូ go live playlist អានឹងតើតើទៅពេលក្រោយបង្កើតតម្លាក់វីដេអូដូចគ្នាអញ្ចឹងយើង upload វីដេអូយើង upload នេះអូខេយើងចុចលេខនេះមកហើយយើងចុច select ទៀតហើយយើងត្រូវដឹងថាទីតាំងវីដេអូរបស់យើងនៅណាទីតាំងយើងក្រោយពី edit ហើយអ្នកបងប្អូនដែលចេះធ្វើតាម Premiere After Effects ឬក៏ធ្វើតាម CapCut VN ហ្នឹងបងប្អូនអាចធ្វើឲ្យយើង save ទៅហើយតើតើនឹងការ save បងប្អូនត្រូវ save ជាចំណងជើងវាឲ្យមកដើម្បីឲ្យវា rank ល្អអញ្ចឹងនេះគឺវីដេអូដែលខ្ញុំធ្វើដើម្បីបងប្អូនមើលទេដើម្បីឲ្យចេះការ upload វីដេអូចូល YouTube យើងចុច select វីដេអូដែលយើងចង់បានមកវីដេអូនេះខ្ញុំបើកឲ្យមើលវីដេអូនេះគឺវីដេអូទឹកធ្លាក់កាលខ្ញុំទៅ Busra យើងទៅ Gary យើង select open មកអូខេបន្តមកវានឹងផ្លាស់ប្ដូរផ្ទាំងមួយចូលទៅដល់ការបំពេញទៅនៃទាំងអស់អូខេទៅដល់ចំណុចនេះខ្ញុំចង់និយាយមួយតើតើនឹងការ upload វីដេអូហើយតើតើនឹងការកាត់តវីដេអូសម្រាប់ការកាត់តវីដេអូហើយដូចនៅលើ CapCut អញ្ចឹងអូខេចាំតិចខ្ញុំចូលទៅលើ CapCut យើងវែងទៀតបងប្អូនណាតែសារខ្ញុំចង់ឲ្យបងប្អូនមកវីដេអូនេះគឺលះហ្មងអត់ឲ្យពិបាកនេះទេអូខេយើងទៅដល់ CapCut យើងចូលទៅ CapCut ណាចាំតិចឲ្យវាមកតិច CapCut នឹងយូរតិចអូខេយើងចូលដល់ CapCut ខ្ញុំយើងនេះតិចតាក់ទងនឹងជាមួយនឹងចំណងជើងវិញចេះតាក់ទងចំណងជើងនេះដែលស្អីយើងត្រូវបដោតទៅលឿនហ្នឹងបងប្អូនមើលយល់តិចណាត្រូវច្បាស់កន្លែងហ្នឹងតិចវាជួយរេងវីដេអូជាងដែរជា YouTube ជួយអស់វីដេអូយើងមើលកន្លែងនេះ title ហើយនឹង file name កន្លែងនេះពីរហ្នឹងណាពីរហ្នឹងមើលច្បាស់ title ហើយ file name
ចឹងនៅពេលដែលបងប្អូន delete ឬបងប្អូន edit ច្រឡំ delete បងប្អូន edit វីដេអូហើយបងប្អូនដាក់ជាចំណងជើងនៅនេះហើយមកគឺនៅពេល upload ចូល YouTube គឺ YouTube វាដាក់ file name ឡើងនេះអូខេកាលហ្នឹងធ្វើមិនបានឡើយហ្នឹងយើងចូលទៅមើលលើ YouTube អូខេដូចខ្ញុំវីដេអូនេះខ្ញុំនិយាយរឿងតាក់ទងការធ្វើ TikTok នៅអាមេរិកបងប្អូនអាចចូលទៅមើលក្នុង channel ឡើងមកវាអាមេរិកចឹង TikTok នៅអាមេរិកដើម្បីរកលុយបានថ្លៃអូខេយើងដើម្បីយើងបានជាមួយនឹងចំណងជើងដែល YouTube ដាក់មកសាច់ថាច់ជា file name ក្នុងនេះយើងត្រូវធ្វើខ្លួនឯងយើងដែរយ៉ាយើងត្រូវចូលធ្វើខ្លួនឯងគឺយើងនៅពេលយើង export នេះ export នៅក្នុង CapCut នេះគឺយើងត្រូវសរសេរឈ្មោះវាហើយឬក៏យើងឲ្យឈ្មោះវាហើយ name វាហើយឧទាហរណ៍ថាចេះវីដេអូនេះខ្ញុំរៀបរាប់អំពីការបង្កើត TikTok អាមេរិកយើងសរសេរឲ្យមកចំណងជើងឬក៏ឈ្មោះវាមកយើងសរសេរឈ្មោះវាចំណងជើង how to create TikTok USA ឬក៏បងប្អូនអាចដាក់ TikTok United States បន្ទាប់មកកន្លែងនេះហ៎កន្លែងនេះវានឹងដល់ពេលយើង export ហើយវានឹងចេញមកកន្លែងនេះវិញនៅយើង upload មកគឺវាចេញឡើងនេះអូខេចេញឡើងនឹងអញ្ចឹងបងប្អូនត្រូវធ្វើវាឲ្យហើយកុំឲ្យពិបាកដាក់វាឲ្យដើម្បីវារែងអញ្ចឹងក្នុងវីដេអូនេះខ្ញុំបង្ហាញវីដេអូនឹងតិចក្នុងវីដេអូនេះខ្ញុំនិយាយរឿងទឹកធ្លាក់នៅទឹកជ្រោះប៊ូស្រាណាអាយ៉ាច្រឡំបើកនេះវីដេអូទឹកធ្លាក់នៅទឹកជ្រោះប៊ូស្រាយើងថតមកជា content relax មានទឹកមានហូបមានដើមឈើទូចបក់មកយើងបដាក់ភ្លេងហើយតើតើការបង្កើតភ្លេង original បងប្អូនអាចចង់បានវីដេអូហ្នឹងចាំខ្ញុំជួយទៅភ្លេង original យើងដាក់ក្នុង relax នេះក្នុងវីដេអូនេះវាអញ្ចឹងណាអញ្ចឹងក្នុងហ្នឹងវាមានទឹកធ្លាក់ជាមួយដើមឈើទូចអីទៅមានសម្លេងទឹកអីអញ្ចឹងហើយយើងទៅដាក់ចំណងជើងវាមកអានេះដោយសារយើងអត់ទាន់ធ្វើអីវីដេអូអត់ទាន់កាត់អីទាំងអស់ខ្ញុំក៏បង្ហាញជូនបងប្អូនទេគាត់របៀប upload ទេហើយខ្ញុំលម្អិតអាតិចក្នុងហ្នឹងឲ្យបងប្អូនឲ្យយល់ហើយបងប្អូនមើលដដែលហើយសម្រាប់បងប្អូនអត់ទាន់ចុច subscribe ទេជួយចុច subscribe មួយទៅដាក់សញ្ញាកណ្ដឹងដើម្បីបានទទួលវីដេអូក្រោយៗទៀតដែលខ្ញុំបញ្យល់ពីព័ត៌មានផ្សេងៗតាក់ទងនឹង YouTube ហើយនឹង Facebook ឬក៏ TikTok ចឹងណាចុចដាក់អូខេឥឡូវនេះយើងសរសេរមក best view of water ចោលសធំ waterfall សេចប់មក waterfall លេងខនខទៅមកជឿមើលអសទៅ best view of waterfall មណ្ឌលគិរីអូខេ province Cambodia បងប្អូនជួយប្រម៉ូទស្រុកខ្មែរយផងជួយប្រម៉ូទស្រុកទេសផងអូខេកន្លែងនេះអញ្ចឹងយើងសរសេរថា best view of waterfall មណ្ឌលគិរី province គេដាក់ចិត្តដាក់ប៊ូស្រាមួយទៀតទៅណាប៊ូស្រាអូខេអញ្ចឹងចូលកន្លែងទី2 description តើតើនៅព័ត៌មានទៅលើវីដេអូហ្នឹងការពណ៌នាទៅលើការព័ត៌មានទៅលើវីដេអូហ្នឹងយើងអាចសរសេរសម័យនេះយើងអាចសរសេរមួយទៀតទេបងប្អូនណាយើងអាចសរសេរមួយទៀតទេសរសេរមួយចប់ហ្មងអញ្ចឹងយើងអត់ត្រូវចឹងទេយើងត្រូវពឹងទៅលើ AI អញ្ចឹងយើងចូលទៅ tab ថ្មីដើម្បីតើតើជាមួយនឹង Chat GPT នេះវាយទៅ Chat GPT មកវាមកហើយយើង select ទី1មក Chat GPT វាអាចជួយយើងចោតបាន AI ឥឡូវអូខេអញ្ចឹងយើងក៏អានេះវាឲ្យយើង log in log out អីខ្ញុំអត់ទាន់ខ្ញុំចូល stock out log out សិនឬ log in ក៏ free ដែរអូខេខ្ញុំផាសនេះចំណងជើងក្នុងនេះមកយកមក best view of waterfall and មណ្ឌលគិរីប៊ូស្រាហ្នឹងយកមកនេះមកយើងផាសសិនមកបន្ទាប់មកយើងមកក្រោយវាទៀតយើងឲ្យវាសរសេរ
can you describe sẽ khó hay ok description for my video for my video cho từ chỉ đã content một tiếp nó phải ai từng nhưng mà phải ai từng hashtag ai từng ok dương select rồi nhớ ok mới về màu vì ai mới đấy chứ ai vì bọn nia từ lưỡi video nâng ai bọn nia lưỡi video nâng bật kẹp cắt tích tăng rồi lâu computer từ chủ phóng bài leo là ok chẳng dược bàn mà này dược ai vì sẽ chụp đi drop màu ạ chụp prom chứ nè best view of waterfall busra mandul kiri Cambodia khi nâng máu cho như đại như nâng máu về rồi tự bỏ thế cái score sọc mai nhưng phong cho như copy mà bọn dùng bảy đi drop chở này vì prap tăng nè vì prap tăng tắc churu nâng vì gì tăng pi tự tập năng lượng hay vì prap tăng location nè prap tăng chẳng chuyện này nhé bọn chui sọc sai là sọc mai nhưng từ hay dương ban tăng hashtag mà tin nèประมาณขอบเนี่ยhashtag ចឹងយើង right click ចុច copy មកយើងយកមក paste នៅក្នុង description របស់យើងហើយយើងរៀបវាមួយ control V មកអូខេយើងរៀបវាមួយមកវានៅឆ្ងាយពេកឃើញទេយើងរៀបវាមួយនេះវាប្រាប់ទាំង location នេះទីតាំងនៅប៊ូស្រាហ្នឹងនៅពេជ្រចិន្តានៅស្រុកពេជ្រចិន្តាណាហើយវាឲ្យយើងថា complete ណា comment like and subscribe មកnè cái này nó xanh cái này nó hay dạng đã lên đi muốn mà nè hashtag của dương rồi mà chấm giờ ban upload video cho môi hói anh đi về rồi vì rốt giờ upload video cho môi hói cứ dương ban đại chùm non chương về hói dương rip rọp video bao dương từng prap kê hói này rip rọp hói vì chơi hói ở bẹp tí tăng tiệt nông nâng nhưng về ai hay bây giờ bây giờ đã cho năm lên đến mỗi complete chui like comment nâng subscribe video được có channel nâng nhom phong nằm bay mưa video khỏi thiệt chắc được kia đại bóng con mưa video nhóm chui được kia chui like mười máu comment là bị lò nâng máu hay subscribe channel nâng mười máu nằm bay ngày khói nhóm chạy chun từ lừa video xem thiệt ok cho mỗi thiệt thumbnail là cứ sầm khăn men tếtแต่ตอนนั้น thumbnail คือวิ่งแช่บางคนกี่มือวิดีโอมันมือวิดีโอเยอะคือในเปกี่ออกสครอลมวยเมาส์ไปสครอลมวยเมาส์คือกี่มือวิดีโอเยอะมือทำในแล้วแบบตอนวิดีโอเพลงมันคือกี่เตะตีนเนี่ยยังผ่านด้วยchannel ได้ยังปุ่งปรับบางคนเลินมัวเนี่ยนี่โอเคอันนี้ทำในแหละนี่เดี๋ยวเลือกรูปพิมพ์นี่อะไรยังโชว์ขนมchannel ทมปิงก็ได้ตั้งบ้านผมไป subscribe ไปวิดีโอทำไมผมบุญตั้งสอดตั้งไอ้นี่หาสำเนาแล้วบางคนมือรูปยมคำไอ้ดักไม้ดักเองใช่จังอันนั้นวิดีโอดาวอันนั้นเลือกครบจะเลือกดาวหาสำเนาละในยังดักจัดใช่ไหมวิดีโอดาวจะเลือกนั้นนี่ดิคนี่วิธีซาโรลุยนึงจะเลือกนั่นคือหาแต่สำเนาจนได้สำเนาจะเลือกวิดีโอนั่นคือสำคัญนะนี่บางคนช่วย subscribe มุ้ยชาแนลแหละได้ยมบริมาบาง subscribe ตัวคลิกจังทำนั้นคือสำคัญแต่เลือกวิดีโอเนี่ยได้สำหรับอะไรเนี่ยโอเคจังทำนั้นแล้ววิมีหน่อยให้เยอะทำนั้นเลยยังบ้านมาปีแน่สำนั้นแล้วคือเยอะปากกาลุ่นไอ้ดับเบิลวิธีที่จะเลือกวิดีโอได้คือตอนมันจะเบอร์เท่คือเคยจะรูปไปบางคนคือเคยจะรูปจะเลือกนั่งไงคือเคยรูปเลือกนั่งมองคือตอนจุดจะเลือกวิดีโอคือดับเบิลวิธีทิ้งจำลองchươngจะทิ้งชิดจุดจะเลือกวิดีโอนั่งให้แต่ตรงเฟิร์นตามน่ะบางคนไอ้เฟิร์นตามแคบขัดกับบ้านnày vô từรูปเธอดิบอกจะเธอจมวยนึง Photoshop ให้ดูในวิดีโอนี้ยมผ่านจะมองบนหรือตัว Photoshop มันได้เธอถ่อมนาได้นะ Photoshop ไม่ใช่เธอได้มองบนอันนี้ยมเธออัดเปรียงแต่บางยังเธอหรืออันติตั้งเวียงสะอาดได้เนี่ยอันนี้รูปยมเธอหรือPhotoshop ให้บารูปเวียปัดได้ยังเซลล์จังมาวิจังมันเจ้จึงตระเธอเลยนึงนี่มองบนนี่ไอ้บนมือ
ឃើញទេនេះរូបដែលធ្វើឲ្យដាក់សម្រាប់ដាក់ទៅលើវីដេអូទឹកហូរមិញដែលខ្ញុំផាញបងប្អូនហ្នឹងគឺវាអញ្ចឹងអូខេវាបិទចោលទៅកុំឲ្យវាធ្ងន់កុំព្យូទ័រតិចអូខេអញ្ចឹងយើងអាប់ឡូតមកអូដោយសារអញ្ចេះដោយសារ channel នេះថ្មីចេះយើងអត់បានធ្វើអីទៅហើយវីដេអូក៏វីដេអូទី1ដែរហើយតាក់ទង verify ជាមួយនឹងលេខទូរស័ព្ទខ្ញុំអត់ទាន់ធ្វើដែរអញ្ចឹងបងប្អូនយល់ទេកន្លែងហ្នឹងខ្ញុំអត់ verify លេខទូរស័ព្ទទេខ្ញុំទុកចោលសិនព្រោះ channel នេះមិនអត់ទាន់ដឹងធ្វើអីទេអានេះខ្ញុំយកឧទាហរណ៍ធ្វើជូនបងប្អូនតែបើសិនបងប្អូនចង់បានខ្ញុំឲ្យ channel មួយនេះហើយយើងអាចដូរចំណងជើងដូរ category វាដូរជាមួយនឹងអីផ្សេងទៀតនៅក្នុងហ្នឹង keyword hashtag ហ្នឹងអញ្ចឹងអានេះដោយសារខ្ញុំធ្វើ playlist វាទុកឲ្យហើយកន្លែងនេះគេហៅថា playlist បណ្ដុំមកវីដេអូឧទាហរណ៍យើងធ្វើអំពីរឿងនេះជាមួយធម្មជាតិដែរ channel នេះតាក់ទងធម្មជាតិដែរអញ្ចឹងតាក់ទងធម្មជាតិវាមានទឹកហូរមកដូចក្នុងវីដេអូមិនអញ្ចឹងឬក៏យើងទៅសមុទ្រខ្យល់បក់វិចមកហើយយើងតម្លាក់វីដេអូចូលទៅក្នុង channel នេះចូលទៅក្នុង channel ដែលខ្ញុំកំពុងនិយាយបរៀនបងប្អូននេះបើបងធ្វើពីទឹកហូរមិញយើងចុចមក waterfall អញ្ចឹងយើងទៅប៊ូស្រាក៏មានទឹកធ្លាក់ទៅកពតក៏មានទឹកធ្លាក់ទៅណាទៅរតនគិរីក៏មានទឹកធ្លាក់អីក៏ទឹកហូរដូចគ្នាអាវាស្រែមកតែអាចយើងថតបានអីនេះបានយើងដាក់ហ្នឹងទៅ waterfall ហើយបើយើងទៅខាងកំពង់សោមកពតទៅខាងសមុទ្រមានទឹកអាឡូបអញវិចឲ្យដាក់ភ្លេងដាក់អីតិចទៅអានេះហៅប៊ីចឬក៏មាត់សមុទ្រឆ្នេរហ្នឹងយើងដាក់វាទៅយើងទៅអីផ្សេងទៀតយើងធ្វើតាមនឹងព្រៃភ្នំអីហ្នឹងយើងធ្វើទៅយើងក៏ add playlist ចឹងមកនេះចុចឲ្យ new playlist យើងបង្កើតមកឬក៏យើងថាយើងតាក់ទង forest តាក់ទងនឹងបទ play ហ្នឹងវាមានយើងចូលព្រៃវាមានខ្យល់បក់ដើមឈើនេះដាក់ forest មកហើយយើងនេះចេះមកយើងបង្កើត playlist ថ្មីហើយយើងថ្ងៃក្រោយយើងមានវីដេអូអាហ្នឹងទៀតយើងតម្លាក់ចូលហ្នឹងហើយ description នេះមិនបាច់ធ្វើទេយើង create មកអញ្ចឹងយើងបាន playlist មួយទៀតហើយតាក់ទងនឹងផ្សេងអញ្ចឹងក្នុងវីដេអូនេះតាក់ទងនឹងការធ្វើទឹកធ្លាក់អញ្ចឹងយើងចុចទៅលើ waterfall នោះធ្លាក់យើងដានមកយើងបាន playlist មួយហើយនេះតាក់ទង audience ដែលខ្ញុំប្រាប់បងប្អូនអញ្ចឹងគឺនិយាយរឿងដាក់ឲ្យក្មេងមើលអីមើលអត់ទេយើងដាក់នេះណាបងប្អូនអត់ដាក់លឿននេះទេដាក់នេះហើយយើងសូមមកវាមកក្រោមនេះគឺគេយើងប្រម៉ូទយើងអត់បាញ់និយាយច្រើននេះអានេះតាក់ទងនឹងការដាក់យើង AI មិន AI អញ្ចឹងយើងអត់ AI យើងដាក់នេះមកខ្ញុំ recommend បងប្អូនធ្វើគឺ original បើសិនតែបងប្អូនថាអ្នកនៅស្រុកនៅស្រែអញមានទៅពេលអាកាសថតគឺថតទៅបើថាបងប្អូនមានធនធានគាត់បើហើយចង់ធ្វើវីដេអូ AI ដូចគេមានអីទឹកធ្លាក់ហូរឲ្យស្អាត AI ដូចគេហ្នឹងអាហ្នឹងបងប្អូនឃើញគេបរៀនណាខ្ញុំនិយាយអស់មិនបំផ្លាញឆ្នាំងបាយបងប្អូនណាទេបងប្អូនរៀនធូរថ្លៃទេបងប្អូន AI ហ្នឹងរៀនយើងថ្លៃយើងអាចមែនតើគឺ5 10រៀលទេគេបរៀនវីដេអូយើងអីទាំងអស់ចេះធ្វើប៉ុន្តែបងប្អូនត្រូវតែយល់ថាបងប្អូនមានលុយបង់ប្រចាំខែជាមួយនឹងកម្មវិធីរបស់គេអត់តែប៉ុណ្្នឹងឯងអត់មានពិបាកទេប្រចាំខែក៏មានលុយទិញជាកញ្ចប់ជាឆ្នាំគេអត់អញ្ចឹងខ្ញុំអត់ឲ្យបងប្អូនដបងមិនបាច់ចាយលុយជាមួយអាហ្នឹងទេបងប្អូនថតរៀលជាមួយនឹងទូរស័ព្ទយើងទៅអូខេចូលមកខាងក្រោមទៀតតើតើនឹង collaboration ហ្នឹងហើយតើតើនឹង collab យើងនិយាយខ្លីដល់ collab យើងដាក់ផុស channel នេះ collab ដាក់ channel មួយទៀតដូច traffic យើងអូអាហ្នឹងបើសិនបងប្អូនមានយើងធ្វើទៅដូច Facebook ដែរ page យើង collab គ្នាផុស page មួយលេខ1ទៅដាក់ page លេខ2វាគ្នាអានេះយើងមិនបាច់ពាក់ព័ន្ធអីទេហើយតាក់ទងនឹង tag ឬក៏ hashtag នៃ Facebook ហ្នឹងយើងធ្វើពីអីយើងធ្វើអាហ្នឹងមកយើងកុំ set វាសេសយើង set នៅ setting យើងមកធ្វើអានេះបន្ថែមអញ្ចឹង Busra waterfall នេះគឺយើង copy វាប៉ុណ្្នឹងមកកុំដាក់អីច្រើននេះញ៉ៃច្រើននេះអូខេយើងយកមកផាសនេះមកបើសិនបងប្អូនចង់សរសេរលឿនសរសេរមកអូខេចាស់ឲ្យមកច្រើនmấy lúcយកតាន់តិចតាមើល select វិញអស់មែនខ្ញុំយកតានេះតែមិញមកបាទណាបាទនេះអញ្ចឹងវាចេះតែលើសពាក្យចុងថេកនេះមានតែបាន500អក្សរទេណាខ្ញុំដាក់ពេញបើសុំពេញថែមមួយថែមមកចុចទៅថេបទៅដឹងហើយអញ្ចឹងអូខេចូលដល់តាក់ទងនឹងភាសាជាមួយនឹង caption ទៅលើវីដេអូហ្នឹងអញ្ចឹងសម្ដៅវីដេអូនេះគឺយើងធ្វើទៅលើបរទេសគឺយើងដាក់ទៅបរទេសអង់គ្លេសវាមានច្រើនអង់គ្លេសអូស្ត្រាលី
trong tới Âu Lý rồi có trong mệnh trong tới Âu Lý tới hay bà trong tới ta mà audience Canada tới India bạn đây nhóm recommend bóng bốn tới khang này English United States và Mỹ nó lại nắng như là nắng từ hai anh ấy caption certification ấy dương bạch passport đã năn dương từ hai recording date and location ấy dương chọn đã sẽ tông nâng ngày khai để dương phó tới hai dương chọn đã bọn đã tên nổ bàn tay video location ấy bọn bốn thời tận đạn đấy đại United States tới lại đứng ở đại United States đầm bay ấy video dương bọc tật hàng Mỹ nâng ok license bạch passport thế vì bỏ cái này bỏ YouTube đầm bay kịp chạy dương này hai chỗ đó là category này đôi video phép muốn đang tại tông carib trong page chẳng tại tông channel trong một item nữa đó bạn dương phơi video ấy dương đã nâng tới lán lạ gặp anh ấy apply room entertainment education bàn tay anh ấy giờ tại tông music như anh music như từ clay của ai miền pe dù nhẹ trơn và tao máu nè video dương việc process hay nè trong một ôn đã thà tao process chop toàn process chop tê chỉ muốn nâng cạp lên video tê bao trở nịnh là hốt 200 việc pin choក្នុង studio ខ្លួនឯងហ្នឹងគឺមានតែវីដេអូរបស់គាត់ឡើង 4K ទេធំ SD ទេអញ្ចឹងបើឲ្យចាំឲ្យវាគ្រប់ 100% ហើយវា processing up to 4K នេះឃើញទេវាឲ្យ process ទៅលើវីដេអូហ្នឹងឲ្យបាន 4K ឲ្យវាច្បាស់យើងថតមកជិះមកគឺច្បាស់អញ្ចឹងកាត់មកច្បាស់អញ្ចឹងបងប្អូនចាំវាណាប៉ុន្តែតើតើការធ្វើគឺយើងធ្វើធម្មតាទៅនិចអញ្ចឹងយើង add subtitle យើងមិនបាច់ប៉ះពាល់ទេយើងទៅបាច់វល់ច្រើនទេឥឡូវយើងនិយាយទៅដល់ការ in screen ណាតែតោងការ10វិនាទីចុងក្រោយនៃការបញ្ចប់វីដេអូយើងបញ្ចូលវាអូខេខ្ញុំបញ្យល់កន្លែងនេះសំខាន់ដែរដើម្បីអីដើម្បីឲ្យវាទាញអ្នកមើលទៅមើលវីដេអូយើងមួយទៀតនៅក្នុង channel យើងដែរអូខេបើយើងចង់ដាក់មួយអូខេបងប្អូនមើលហ៎ដល់ធ្លាប់មើលចប់វីដេអូហើយវាចេះវាមានវីដេអូផ្សេងមកទៀតឬក៏រូប channel យើងនៅខាងនេះឬក៏វាមាន2ចាំខ្ញុំអេតលេមិនមួយទៀតអូខេវាដូចវាមាន2ចេះឬក៏វានៅចេះបងប្អូនធ្លាប់ឃើញណាការមើលវីដេអូតាម YouTube វាធ្លាប់បងប្អូនធ្លាប់ឃើញហើយអញ្ចឹងកន្លែងនេះបើសិនបងប្អូនមានវីដេអូច្រើនហើយបងធ្វើទៅបងប្អូនអាចធ្វើបានណាឬបងប្អូនចង់ដាក់ playlist ក៏បានដែរខ្ញុំលុបចោលមួយខ្ញុំដាក់ playlist វាដល់ទៅវាមកដល់ស្រាច់ច្រើនយើងដាក់ជា playlist ទៅយើង add element នេះយើងដាក់ playlist ចឹង playlist មានច្រើនដែរបងប្អូនយើងដាក់ playlist មួយណាតើតើនឹងអាទឹកទៅនឹងភ្នំព្រៃភ្នំចឹងឬក៏មួយទៀតបងប្អូនចង់ដាក់ទឹកធ្លាក់ឬក៏អីបងប្អូនរើសមកអូខេដាក់លើហ្នឹងអញ្ចឹងក្នុងហ្នឹង playlist ហ្នឹងវានឹងទៅនឹង playlist ហ្នឹងវាមាន10 20វីដេអូបើមិនគេចុចទៅវាចប់វីដេអូទី1ឬក៏បាត់ play ទី1វាចូលទី2ទី2ទី3បើសិនគេអាដូទៅគឺមកវាចេះតែមក playlist របស់យើងរហូតអញ្ចឹងយើងអាចចំណេញម៉ោងគេមើលបានច្រើនម៉ោងហើយយើង sale ហើយតើតើ add card នេះចាំខ្ញុំដិតពេលក្រោយព័ត៌មាននេះអានេះតើតើនឹងគេមើលហើយវាឃើញរត់អក្សរទូចមួយនៅលើអេក្រង់ឲ្យគេមើលវីដេអូយើងបន្តអូខេទៅទៀតអានេះវាកំពុង check copyright អូខេ check copyright របស់យើងតើវាចប់វាដាក់វាគ្រីសអីទេ no copyright អូខេយើងឡូមកដល់នេះហើយតើតើនឹងការ choose when to post to publish and who can see your video ចឹងកន្លែងនេះហើយបញ្ចេញបញ្ចូលវីដេអូផ្សេងចិត្តយើងឡើយនេះអញ្ចឹងការធ្វើវីដេអូយើងបើសិនបងប្អូនខ្ញុំ recommend មួយបើសិនបងប្អូនអត់ទាន់ធ្វើវីដេអូបានច្រើនទេបងប្អូនដាក់វា private សិនឧទាហរណ៍បងប្អូនកាត់បានមួយបងប្អូនអត់ទាន់ចង់ upload ក៏បានដែរមាន YouTube channel ចង់ upload ក៏បានឬសិតបងប្អូនឬក៏បងប្អូនមាន channel ហើយបងប្អូនចង់ធ្វើឲ្យមួយ upload មួយដាក់ private សិន upload 2វីដេអូ3វីដេអូឬ10វីដេអូដាក់ private ទាំងអស់ទៅចាំបងប្អូនចាំថ្ងៃណាបានច្រើនក្រែលហើយយើងមានពេលផុសវីដេអូយើងដោយសារយើងផុសយើងមានច្រើនយើងដាក់ទៅយើងផុសចេញមួយទៅយើងមានពេលធ្វើផ្សេងទៀតយើងអាចបញ្ចេញជា public ទៅហើយទី2យើង unlist យល់ unlist នេះគឺចេះយើងផុសវីដេអូទៅយើង unlist សិនឲ្យ YouTube វាសិក្សាមើលរយៈពេល1ម៉ោងឬ2ម៉ោងឬអាចលឺហ្នឹងតាមចិត្តបងប្អូនឲ្យសិក្សាថាវីដេអូយើងវីដេអូអីគេនេះបងប្អូនយើងមើលនេះសិនវាលោតដែរនេះវា process ចប់ហើយនេះណាវីដេអូហ្នឹងអត់បើយើងខ្ញុំដាក់ thumbnail មិញទៀត thumbnail រូបមិញហ្នឹងបើស្អាតគឺលឿនហ្នឹងហ្មង
ចឹងអានលីហ្នឹងយើងឲ្យ YouTube មើលយើងមកអានលីសិនអានលីគេឲ្យយើង YouTube សិក្សាយើងថាយើងអូយើងនិយាយពីអីអញ្ចឹងយើងអាចឲ្យ YouTube សិក្សាយើងបានហើយកន្លែងហ្នឹង1 ម៉ោង 2អញ្ចឹងដល់ពេលឡើង1 ម៉ោង 2បន្ទាប់មកយើងអូខេយើងថាអូខេមុំគ្រប់គ្រាន់វាគ្រប់គ្រាន់ហើយយើងចុចលើ public វីដេអូឲ្យវាចេញទៅហ្មងដល់ម៉ោងយើងផុសហើយអូថាយើងទីទាត់ដូចខ្ញុំ channel ខ្ញុំផុសម៉ោង 7 យប់បងប្អូនតនេស្មានហ្នឹងផុសចេញទៅដល់ម៉ោងគេមើលហ្មងវាតែដល់ហ្មងអញ្ចឹងយើងចុចលើ public នេះចុចលើ public ហើយចុចលើ public គឺទៅហ្មងហើយបើសិនបងប្អូនអត់ទេបងប្អូនចង់ផុសវីដេអូច្រើនហើយដាក់ schedule នេះបងប្អូនដាក់មកកាយវិភាគអូថាថ្ងៃហ្នឹងថ្ងៃ 8 ហើយទៅថ្ងៃ 8 នេះថ្ងៃ 8អានេះសារម៉ោងខ្ញុំដូរទៅខាងអូស្ត្រាលីម៉ោងតបបានដូរដល់មួយផងនេះម៉ោង 8 ម៉ោង 8អេថ្ងៃនេះម៉ោង 8ថ្ងៃនេះម៉ោងចាំតិចថ្ងៃហ្នឹងវិញអូថ្ងៃនេះមកថ្ងៃ 7 ទេត្រូវហើយប៉ុន្តែវាឲ្យយើងម្លងទៅថ្ងៃស្អែកចឹងយើងអាចដាក់ថ្ងៃហើយយើងដាក់ម៉ោងទៀតហើយយើងសេរី time zone មកយើងសេរីរបស់តិចយើងសេរី time zone ឲ្យត្រូវម៉ោងគេខាងនោះទៅឬក៏ថាអត់ស្រុកខ្មែរយើងទេយើងដាក់ធម្មតាដាក់ម៉ោងទៅថាម៉ោង 4 ល្ងាចយើងដាក់សេរីម៉ោង 4 ល្ងាចហើយថ្ងៃស្អែកចឹងទៅឬក៏ម៉ោង 8 ល្ងាចជប់ស្អែកចឹងទៅអញ្ចឹងសម្រាប់បងប្អូនដែលខាងខ្ញុំចង់ដាក់schedule ប៉ុន្តែអានេះយើងទៅលើpublic ធម្មតាសិនទេតែអត់ឃើញយើង public យើងចុច public យើងទៅហ្មងយើងផុសភ្លាមឲ្យគេមើលឃើញភ្លាមអូខេវីដេអូយើងផុសចេញហើយអញ្ចឹងផុសចេញយើងទៅមើលនៅណាតិចដល់ផុសវីដេអូចេះដឹងវីដេអូឯនៅណាអញ្ចឹងយើងងាកមើលឆ្វេងណៃទៅលើ content នេះ dashboard គឺ content លេខការ៉មទី2នេះវីដេអូយើងផុសចេញឃើញទេគឺយើងផុសចេញទៅផុសចេញទៅវាមិននាទីជាវាទៅជាវីដេអូហើយវាទៅវីដេអូវិញអញ្ចឹងអានេះសម្រាប់វីដេអូ long អញ្ចឹងសម្រាប់បងប្អូនដែលធ្វើវីដេអូ long relaxing គឺធ្វើចាប់ពី10 ម៉ោងឬក៏2 ម៉ោង 3 ម៉ោង 1 ម៉ោងឡើងទៅចិត្តគេហ្នឹងគេមានពេលធ្វើគេធ្វើច្រើនហើយពេលដែលវីដេអូគេរែងគេផ្ទុះទៅប៊ុំទៅគឺតគ្នាហ្មងគឺឆាប់គ្រប់គោលការណ៍ 4000 ម៉ោង 1000 subscriber អញ្ចឹងសម្រាប់បងប្អូនដែលមើលហើយបងប្អូនជួយមើលចោះមើលឡើងសារថ្មីទៅដើម្បីឲ្យឆាប់យល់ហើយខ្ញុំនិយាយនេះច្រើនជាការធ្វើដោយសារអីការធ្វើក្នុង YouTube នេះតើតើនឹង option របស់វាអត់មានច្រើនទេប៉ុន្តែតើតើនឹងការបញ្យល់ឲ្យបងប្អូនឲ្យខាស់ក្បាលជាមួយនឹងច្បាស់ក្បាលជាមួយនឹងវាធ្វើវាល្អជាងចង់អរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះបងប្អូនអាចជួយ subscribe channel ម្នាក់មួយបងប្អូនណា subscribe ម្នាក់មួយមកក្នុង channel ហ្នឹងហើយដើម្បីបានទទួលវីដេអូផ្សេងទៀតដើម្បីមានកម្លាំងចិត្តធ្វើចែកជូនបងប្អូនហើយយើងនឹងមាន update វីដេអូផ្សេងទៀតទាក់ទងនឹងការធ្វើ TikTok អាមេរិករលុយពី TikTok អាមេរិកបើថាបងប្អូនអត់ពិបាកធ្វើខ្ជិលធ្វើអីយកទៅ 20000 លុយខ្មែរបាញ់យើងយក5 រៀលដុល្លារអីទេយើងអត់បាញ់និយាយច្រើនទេយើងនិយាយតែ 20000 ខ្ញុំធ្វើឲ្យហើយសួរថាតើតើនឹងការធ្វើ TikTok អាមេរិកហ្នឹងត្រូវតែប្រើ VPN រហូតអត់ទេតើតើនឹងការធ្វើ VPN ហ្នឹងគឺវាអញ្ចឹងទេយើងធ្វើគឺធ្វើបានហើយយើងមិនបាច់ប្រើប្រាស់ VPN ទៀតក៏បានដែរបាច់ប្រើប្រាស់ VPN ទៀតក៏បានដែរប៉ុន្តែសំខាន់ទៅលើការបង្កើតរបស់យើងហ្នឹងធម្មតាគេមាន system មួយសម្រាប់ចាប់ AI មួយសម្រាប់ចាប់ឲ្យយើងនិយាយអង់គ្លេសនិយាយទៅវា rank ទៅខាងនោះហើយហើយបើយើងនិយាយតែខ្មែរវានៅតែខ្មែរហើយគោលការណ៍ 10000 10k ច្រើនណាអញ្ចឹងបើយើងធ្វើទៅស្រុកគេពីយើង TikTok នេះនិយាយអត់និយាយច្រើនអត់និយាយភាសាមនុស្សអញ្ចឹងពួកនោះវាឃើញប្លែកវាចេះតែមើលចុះអរគុណច្រើនជួយ subscribe ម្នាក់មួយសម្រាប់ការទស្សនាវីដេអូមួយនេះយើងជួបគ្នាវីដេអូក្រោយអរគុណច្រើន